នោះជាស្អីហ្នឹងសាញ់ខ្មៅម្ដុំធំហោះទម្លុះចូលមកក្នុងផ្ទះហើយកែសប្រយ័ត្នវាហោះតម្រង់ទៅរកដួងច័ន្ទហើយរឿងអាគមគ្រូក្រមុំកំចាត់ខ្មោចខ្ញុំស្ទើរតែភ្លេចប្រាប់មានរឿងមួយទៀតដែលនាងត្រូវដឹងទោះបីជាលើលោកនេះមានគាត់មានរបស់កេសរក៏ខ្ញុំមិនអាចស្រឡាញ់នាងបានដែរខ្ញុំមិនតាក់ទងអ្នកណាព្រោះតែការអាណិតនោះទេមីកេសោព្រោះតែឯងរាប់ណាអញទៅមានដង្ហើមឯងកុំសង្ឃឹមថានឹងបានមកមានប្តីសុខជាមួយប្រុសដែលអញស្រឡាញ់ឲ្យសោះខ្ញុំបានបើកឱកាសចុងក្រោយឲ្យបងហើយចាក់ពីពេលតទៅឈ្មោះក្មេងស្រីមួយរត់ពីសាប់សូននឹងមានសល់តែនាងឆន្ទាដល់សាហាវដែលត្រឡប់មកទាមទារយកអំណត់កាប់នេះខ្ញុំថាហើយមនុស្សកើតចំថ្ងៃឆុងបើមិនខ្មោចចូលក៏ត្រូវខ្មោចយកជីវិតដែរលោកគ្រូវឿនខ្ញុំគិតតែកូនស្រីលោកគ្រូគ្មានថ្ងៃបានដឹងខ្លួនត្រឡប់មកវិញទេតាមមើលប្រហែលជាពួកខ្មោចไปចាប់យកព្រលឹងនាងទៅលាក់ទុកបាត់ហើយលោកគ្រូគួរតែកាត់ចិត្តទៅណាកូនចាន់អើយកូនសម្លាញ់មាសឪពុកមិនក៏ដាច់ចិត្តទៅចោលពុកឲ្យរស់នៅកំព្រាឯកាម្នាក់ឯងបែបនេះពុកខំថ្នាក់ថ្នមបីបាញ់ថែរក្សាកូនតាំងពីបានជើងក្រហមមិនឲ្យទាស់ចិត្តសូម្បីតែម្ដងមិនក៏កូនមកអាយុខ្លីចោលពុកទៅវិញក្រោកឡើងមកកូនក្រោកមកមើលមុខឪពុកសិនមកបើគ្មានកូនតើពុករស់នៅមានន័យអ្វីទៅកូនអើយកូនអើយអ្នកសតឯងនេះមកនិយាយអត់ចេះគិតសោះចឹងមិនឃើញឪពុកគេកំពុងតែយំសោកស្ទើរដាច់ខ្យល់ទេអីអត់ចេះរកពីអីមកលួងគេទេនៅមកនិយាយថែមរបោចទៀតឯងនេះអត់ទេអ្នកផលចាស់ធ្លាប់និយាយថាព្រលឹងមនុស្សកាលណាចេញពីរាងកាយបើបបោមាត់ឡើងខៀវស្អាប់គឺវិញក្នុងពិភពសុបិនយូរពេកទាល់តែជាប់នៅទីនោះលេងបានមកឋានមនុស្សវិញហើយហាអ្នកសនឯងនិយាយមែនអីនេះហាកុំមកបន្លាចខ្ញុំណាខ្ញុំរស់នៅដល់ចាស់សក់ស្កើប៉ុណ្ណេះហើយទើបតែធ្លាប់ឮរឿងចម្លែកបែបនេះទេលោកអើយខ្ញុំសម្បូរខ្ញាក់តែម្ដងហើយនេះពិតមែនហើយកាលដែលខ្មោចវាអាចទម្លាយចូលរូបក្មួយដួងច័ន្ទបានយ៉ាងងាយបែបនេះក៏អាចតាក់ទងនឹងថ្ងៃខែដែលនាងកើតមកដែរវាជាអំណោយផលដល់ការសន្ធិដ្ឋរបស់ខ្មោចព្រាយទាំងនោះណាអូនោះអ្នកគ្រូកែសរមកដល់ហើយមានតែនាងទេដែលអាចជួយបានដួងច័ន្ទអញកាត់អីហ្នឹងមិនក្តីស្ដុកស្
ចឹងមកបងស្លេកខៀវអញ្ចឹងកុំធ្វើខ្ញុំភ័យណាស់មិនសម្លាញ់ខ្ញុំមកដល់ហើយកែសអើយក្មួយឯងមានវិជាចាប់ខ្មោចសូមក្មួយជួយសង្គ្រោះជីវិតកូនស្រីលោកគ្រូវឿនផងទៅក្មួយអើយពួកគាត់ធ្លាប់តែស្អប់ខ្ញុំឥឡូវអាចជាបងខ្ញុំទៅវិញពិតជាគួរឲ្យភ្ញាក់ផ្អើលមែនឈប់សិនពូមីងអ៊ំបងប្អូនទាំងអស់គ្នាស្ងប់សិនទៅណាខ្ញុំគ្រាន់តែជាអ្នកចាប់ខ្មោចធម្មតាម្នាក់ប៉ុណ្ណោះខ្ញុំមិនមែនជាទេវតាមានឫទ្ធិបំបាំងកាយអីទេតែមីងឃើញនឹងភ្នែកណាស់ក្មួយឯងកាលនោះអស់ចានណាស់ចេះបំបាំងកាយប្រយុទ្ធនឹងខ្មោចហើយប្រើអាគមអូមអាមបាញ់ពលឺទៀតផងមែនហើយអ្នកផលនិយាយត្រូវណាស់បានក្មួយកសចេះកំចាត់ព្រៃបិសាចសាហាវអញ្ចឹងភូមិដងយើងនេះពិតជាលែងមានអ្នកណាស្លាប់បន្តទៀតហើយមែនហើយក្មួយជួយពួកយើងផងទៅខ្ញុំអរគុណអ្នកទាំងអស់គ្នាខ្លាំងណាស់ដែលជឿជាក់លើខ្ញុំតែពូមីងកុំអាត្រេកអរពេកអីអូយមានរឿងអីទៅក្មួយកេសអាមិនបានជាក្មួយនិយាយបែបនេះធ្វើឲ្យមីងកាន់តែព្រួយបារម្ភហើយណាហើយមិនតែវិជាចាប់ខ្មោចដែលខ្ញុំខំរៀនគឺនៅមានកម្រិតដល់ឡើយណាមួយខ្មោចព្រាយអនាថាសពថ្ងៃវាកាន់តែបានដៃកាន់កម្លាំងខ្លាំងណាស់សូមប្រយ័ត្នទាំងអស់គ្នាពិតជានិយាយបានល្អសម្ដីដូចជាគ្រូធំមែនបកកាយខ្លាំងណាស់អ្នកគ្រូកេសមិនហ្នឹងឃើញគេកំពុងតែមានរឿងអត់មិនបានជាមកឆោតតែដៃដងគេឯងបែបហ្នឹងទំនេរនេះមែនទេលោកឯងហ្នឹងខ្ញុំទំនេរមានពេលមកឈរមើលមនុស្សបកកាយអួតហ្នឹងណាយ៉ាងម៉េចគ្រាន់តែជួយសរសើរបន្តិចសោះក៏ខឹងលញ័រមាត់អស់ទៅហើយឬក៏អៀនប្តីដល់ថ្នាក់ញ័រផងប្រពន្ធសម្លាញ់ហើយណែអ្នកណាជាប្រពន្ធនេះឯងកុំមករអិលដៃផ្ដាស់នៅមុខអ្នកភូមិណាអាមនុស្សឈួតប្រយ័ត្នតែខ្ញុំទុកកំផាំងលែងជាប់ហោះត្រឡប់ដងចំក្បាលក្បាលឥឡូវហើយណែពួកឯងមើលអ្នកប្រុសវិឆ័យចុះណាមិនត្រឹមតែសង្ហាទេថែមតែមានចិត្តល្អទៀតផងណែចេះដាក់ខ្លួនទៀតនាងកេសរនេះណាពិតជាសំណាងធ្លាក់ពលឺមេឃមែនតែបានកូនសេដ្ឋីតាមស្រឡាញ់នឹងណាយល់ព្រមយកបាត់ទៅហើយមិនលេងរឹកអីអញ្ចឹងទេធ្វើជាសុភាពរៀបសារនៅចំពោះមុខអ្នកភូមិតែចរិតពិតវិញគឺដូចឆ្មាចាខ្ញុំអរគុណអ្នកប្រុសណាស់ដែលខំសរសើរដំកើងនេះជារឿងផ្ទាល់ខ្លួនរបស់មិត្តខ្ញុំនោះទេតែអ្នកប្រុសអញ្ជើញមកដល់ទីនេះមានភារកិច្ចចង់ធ្វើអីដែរទីនេះជាភូមិកំណើតរបស់បងដែរតើហេតុអីក៏បងជន់ដីនឹងមិនបានគិតទៅចរិតមនុស្សយើងសម័យនេះផ្លាស់ប្ដូរលឿនដល់ហើយណោះបានខ្លាយជាគ្រូចាប់ខ្មោចល្បីឈ្មោះពេញភូមិបន្តិចស្រាប់តែប្រែចរិតឆ្មើឆ្មៃភ្លាមអូចង់ចាក់ទឹកមិនលិចជាមួយខ្ញុំមែនទេចោះនាយវិញនោះគ្រាន់តែជាកូនសេដ្ឋីចាយលុយឪពុកសោះមកធ្វើរឹកធំអីនៅទីនេះបានគ្មានប្រាប់លោកអ៊ំទេនាយឯងក៏គ្មានអ្នកណាស្គាល់ដែរចាយលុយឪពុកក៏ពិតមែនតែឪពុកបងមានលុយច្រើនចាយមួយជីវិតក៏មិនអស់ដែរទុកចិញ្ចឹមប្រពន្ធកាចដូចជាអូនអញដល់ចាស់ក៏នៅតែបានយ៉ាងម៉េចចាប់អារម្មណ៍ចង់បដូរអាជីពមកធ្វើជាជំទាវវិញទេឈួតអ្នកណាចង់ធ្វើជំទាវនេះឯងខ្ញុំមិនបានប្រែចរិតកអិតកតំទៅណាទេគ្រាន់តែខ្ញុំមិនសូវចូលចិត្តចរិតមនុស្សប្រុសដែលនៅម្ដុំនេះឃើញហើយរមាស់ភ្នែកយល់ល្អគួរតែចាក់ចេញទៅឆ្ងាយទៅនៅក្បែរគ្នាពេកខ្ញុំស្ទះតាំងទ្រូងដកដង្ហើមមិនរួចទេខ្ញុំស្មានតែខ្លួនអញប្រញាប់មកលឿនជាងគេហើយតែបែរជាមានអ្នកខ្លះហោះមកលឿនជាងខ្ញុំទៅទៀតយ៉ាងម៉េចខ្លាចនៅក្បែរខ្ញុំយូរទៅទុកអារម្មណ៍លែងជាប់មែនទេបានជាប្រញាប់ដេញម្ល៉េះហើយអ្នកណាទុកអារម្មណ៍មិនជាប់នេះឯងក៏មកបំពេញខ្លួនឯងពេកតែឆ្ងាយទៅខ្ញុំរមាស់ភ្នែកណាស់លោកគ្រូវឿនមើលទៅលោកគ្រូដូចជាមិនបានសម្រាកសោះភ្នែកដកខ្មៅស្លក់អស់ហើយតើអាការៈកូនស្រីរបស់លោកគ្រូនៅក្នុងពេលនេះយ៉ាងម៉េចទៅហើយបាទនៅសន្លប់ដដែលទេអ្នកប្រុសនាងមិនទាន់កម្រើកខ្លួនសោះលោកគ្រូកុំបារម្ភពេកអីកេសរច្បាស់ជាមានវិធីជួយហើយមើលទៅលោកគ្រូដូចជាមិនបានសម្រាកសោះភ្នែកដកខ្មៅស្លក់អស់ហើយដូច្នេះគួរទៅរកបរិភោគបាយទឹកខ្លះទៅដើម្បីមានកម្លាំងមើលថែនាងណាខ្ញុំបាយទឹកមិននឹងចូលទៅអ្នកប្រុសអើយកូនស្រីតែមួយដែលខ្ញុំស្រឡាញ់ស្មើជីវិតគេកំពុងតែដេកស្ដោកស្ដឹងនៅលើគ្រែរងចាំតែសេចក្តីស្លាប់ប៉ុណ្ណោះទោះបីជាត្រូវយកអាយុជីវិតខ្ញុំទៅដូរ
ឬឲ្យខ្ញុំទៅធ្វើជាទេសកលបំរើគេពេញមួយជីវិតដើម្បីទោសយកពលឹងកូនច័ន្ទឲ្យត្រឡប់មករស់វិញក៏ខ្ញុំសូមទ្រាំព្រមធ្វើដែរអ្នកប្រុសកូនច័ន្ទអើយក្រោកឡើងមកវិញមកកូនច័ន្ទដងច័ន្ទមិនសម្លាញ់មិនក៏ដៃជើងឯងត្រជាក់ស្រែបបែបនេះឯងលើគ្នាហៅទេគ្នាជឿជាក់ថាឯងនឹងមិនអីទេឯងកំទាន់បោះបង់គ្នាចោលអីនឹងពុករបស់ឯងអីឆាប់បាក់ភ្នែកឡើងមកគ្នានៅក្បែរឯងទេនេះហើយសម្លាញ់អូម្ចាស់ទឹកម្ចាស់ដីវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកអើយសូមមេត្តាជួយតាមថែរក្សាពលឹងក្មួយច័ន្ទផងចុះមួយច័ន្ទជាក្មេងស្លូតបូបសឹងអីមិនក៏មកអាយុខ្លីម្លេះក្មួយអើយមើលក្មួយច័ន្ទដឹងឡើងវិញមីងនឹងសែនមន់ស្ងោមួយក្បាលថ្វាយភ្លាមលោកគ្រូវឿនកុំភ័យអីណាខ្ញុំជួយបួងសួងអស់ពីពោះពីពងហើយច័ន្ទឆាប់ដឹងខ្លួនឡើងមិនកំសត់គ្រប់គ្នានៅទីនេះបារម្ភពីឯងណារួមទាំងមានលោកឪពុកនិងខ្ញុំទៀតឯងត្រូវតែរឹងមាំប្រយុទ្ធប្រឆាំងនឹងពួកបិសាចវាអត់តទៅបានណាសម្លាញ់ឯងមិនអាចចោះចាញ់ប្រាប់នេះនោះទេសូចង់បែកกระดาษទៅជាអស់ទៅហើយព្រះអើយរន្ទះបាញ់អីក៏សាហាវម្លេះសភាពមេឃងងឹតស្លុបភ្លាមបែបនេះដូចជាមិនមែនជារឿងធម្មជាតិសោះទេមិនមែនធម្មជាតិអីទៅអ្នកគ្រូគឺមេឃរកភ្លៀងធម្មតាតាឬមួយក៏មកពីអ្នកគ្រូខ្លាចផ្គររកតែល្បិចចង់ឲ្យបងនៅក្បែរដើម្បីជួយការពារមែនទេហើយអ្នកណាខ្លាចហើយអ្នកណាប្រាថ្នាចង់ឲ្យនាយនៅក្បែរខ្ញុំនោះមករអិលបែបនេះចង់ឲ្យខ្ញុំសូត្រមន្តបង្រួញនាយឯងច្រកចូលក្នុងឃ្លោកឲ្យទៅដេកកំដរខ្មោចមែនទេតើបឈប់មាត់ច្រើនអូហូចង់ដាក់បងក្នុងឃ្លោកតាមខ្លួនរហូតអញ្ចឹងមែនទេមកពីបារម្ភខ្លាចបងទៅណាឆ្ងាយឬក៏ខ្លាចបងទៅចោលមែនទេបានជាដល់ថ្នាក់ចង់ឃុំបងទុកក្បែរខ្លួន24ម៉ោងបែបនេះនោះហើយនាយឯងឈប់មករអិលឥឡូវនេះភ្លាមទៅអ្នកណាគេចង់ឃុំនាយឯងទុកនោះកុំមកវវិញនឹងសម្រាប់ខ្លួនឯងពេកប្រយ័ត្នតែរន្ទះបាញ់ដាច់អណ្ដាតនាយឡើងចេញឥឡូវហើយកាចណាស់លោកអើយបងគ្រាន់តែចង់ឲ្យអូនបាត់ភ័យតាមើលចុះមុខឡើងស្លេកអស់ទៅហើយតែមេឃនេះពិតជាមិនធម្មតាមែនតាដូចជាមានអ្វីម្យ៉ាងកំពុងតែមករកយើងអញ្ចឹងតែនោះជាស្អីហ្នឹងផ្សាញ់ខ្មៅម្ដុំធំហោះទម្លុះចូលមកក្នុងផ្ទះហើយកេសរប្រយ័ត្នវាហោះតម្រង់ទៅរកដួងច័ន្ទហើយវាគឺជាព្រលឹងព្រះអនាថាពូមីងបងប្អូនទាំងអស់គ្នាឆាប់ថយចេញឲ្យឆ្ងាយពីក្រែរបស់ដួងច័ន្ទភ្លាមទៅប្រយ័ត្នវាចូលសន្តាត់ឲ្យលឿនឡើងជួយផងមើលកែវភ្នែកនាងច័ន្ទទៅកែវភ្នែកនាងណាលូតពណ៌ក្រហមអើយនាងមិនមែនជាមនុស្សទេអើយខ្មោចចូលសន្តាត់នាងហើយអើយច័ន្ទកូនពុកទីបំផុតកូនបើកភ្នែកវិញហើយអើយព្រះអើយកូនកុំធ្វើឲ្យពុកភ័យស្លន់ស្លោបែបនេះទៀតណាកូនពុកនៅទីនេះហើយពុកនៅក្បែរកូនហើយលោកគ្រូឈប់សិនកុំតន់ចូលទៅចិត្តនាងអីលោកគ្រូភ្នែកនាងចុះដូចជាមានអីម្យ៉ាងស្រួលទេវាហាក់បីដូចជាមិនមែនជាដួងច័ន្ទដែលយើងធ្លាប់ស្គាល់អញ្ចឹងលោកគ្រូនិងលោកពុកថយក្រោយសិនទៅចាំខ្ញុំចូលទៅមើលនាងដោយផ្ទាល់កែភ្នែកមួយនេះមិនក៏ត្រជាក់ស្រាប់ដល់ឆ្អឹងខ្នងម្លេះរបៀបដែលនាងសម្លឹងមើលខ្ញុំគឺពោពេញទៅដោយគំនុំសាហាវយំក្នុងណាស់ហើយមិនមែនទេនេះមិនមែនជាដួងច័ន្ទរបស់ខ្ញុំច្ដាច់ខាតច្បាស់ណាស់ថាព្រលឹងខ្មៅកំណាចបានចូលមកសង្ខត់គ្រប់គ្រងរាងកាយរបស់នាងបាត់ទៅហើយ